Okay, so todayបងទាំងអស់គ្នាអញ្ចឹងយើងបន្តមេរៀនយើងទៀតគ្រូបានចេញជាវីដេអូចំនួន2ហើយពីមុននោះគឺយើងនិយាយអំពី definition របស់ epidemiology នៅក្នុងវគ្គនេះលោកគ្រូសូមជូនជា lecture ខ្លីមួយទាក់ទងទៅនឹងepidemiology ជាអ្វីអញ្ចឹងនៅក្នុងនេះគឺយើងនឹងមក focus ទៅមួយចំណុចទៀតគឺតាក់ទងទៅនឹង definition review មកវិញតាក់ទងនឹង scope ដែនវិសាលភាពនៃការអនុវត្តរបស់ epidemic សាស្ត្រនឹងគឺអីហើយតួនាទីរបស់ epidemic សាស្ត្រផ្នែក epidemic សាស្ត្រនឹងគឺជាអ្វីហើយនឹង approach មានន័យថាជាដំណោះស្រាយតើវាមានសារៈប្រយោជន៍អីខ្លះនៅក្នុង epidemic សាស្ត្រហ្នឹងSo យើងមកដល់កម្មវត្ថុក្នុងការសិក្សាថ្ងៃនេះគឺយើងចាប់ផ្ដើម define នៅ epidemiology តើ epidemiology ហ្នឹងគេឲ្យនិយមន័យយ៉ាងម៉េចហើយ etymological root ហើយនឹងពាក្យវាមានឫសគល់មកពីខាងណាទី2គឺយើងនឹងបន្ទាប់ពីចប់មេរៀននេះទៅបងប្អូននឹងមានលទ្ធភាពក្នុងការមានសមត្ថភាពក្នុងការ identify កំណត់សម្គាល់នៅសមាសធាតុទាំង5ណាសំខាន់ណាជាកន្លឹះនៃនិយមន័យរបស់ epidemic សាស្ត្រចំណុចទី3បងប្អូននឹងអាចមានលទ្ធភាពក្នុងការពិពណ៌នាអំពីដែនវិសាលភាពនៃ epidemic សាស្ត្រចំពោះប្រធានបទតកតើនឹងសុខភាពអញ្ចឹងតើទីទៀតយើងនឹងមើលទាំងអស់គ្នាតើមានអីខ្លះហើយទី4អ្នកទាំងអស់គ្នានឹងអាចបញ្យល់បាននៅទូនីតិចម្បងទូនីតិស្នូលទាំង6របស់ epidemic សាស្ត្រតើ epidemic សាស្ត្រនោះមានទូនីតិអីខ្លះណាអាចបង្ហាញនៅចុងក្រោយគឺបងប្អូនអាចបង្ហាញនៅដំណោះស្រាយបែប epidemic សាស្ត្រដែលមានលក្ខណៈជាប្រព័ន្ធអូខេអញ្ចឹងយើងចូល session ទី1គឺ definition របស់ epidemic សាស្ត្រតើគេឲ្យនិយមន័យepidemic សាស្ត្រនឹងយ៉ាងដូចម្ដេចពាក្យឬគល់របស់ epidemic សាស្ត្រអញ្ចឹងទាំងអស់គ្នានឹងឃើញពាក្យថា AP ពាក្យថា AP ប្រែមានន័យថា upon ឬក៏ among មានន័យថាក្នុងកំឡុងពេលណាមួយឬក៏ក្នុងចំណោមចំណោមអ្វីមួយ demo មានន័យថាជា people ជាមនុស្ស logo មកនេះគឺជាពាក្យ Greek domo logo គឺជាឬគល់មកពីពាក្យ Greek ណាអញ្ចឹងពាក្យវាមកមានន័យថា study of science ណាគឺវិទ្យាសាស្ត្រឬក៏ការសិក្សាអំពីអី AP បូកនឹង demo បូកនឹង logo គឺ what study of what is happen the people មានន័យថាការសិក្សាអំពីអ្វីដែលកើតឡើងចំពោះមនុស្សតាមពិតទៅនៅក្នុងវិស័យ AP នេះគឺគេអនុវត្តច្រើននៅលើគ្រប់វិស័យទាំងអស់ទាំង business ទាំងនៅក្នុងវិស័យផ្សេងទៀតការគ្រប់គ្រងធនធានមនុស្សការអីច្រើនទៀតដើម្បីនៅក្នុងវិទ្យាសាស្ត្រដែលគេសិក្សាអំពីហេតុផលហើយនឹងឫសគល់នៃបញ្ហាប៉ុន្តែដោយសារតែពួកយើងជាគិលានុបដ្ឋាកអញ្ចឹងពួកយើងភាគច្រើនហ្នឹងគឺយើង focus ទៅលើតែបញ្ហារឿងសុខភាព formal definition នេះគឺជានិយមន័យដែលយើង update ចុងក្រោយបំផុតគឺ CDC last នៅ2001អញ្ចឹងសរុបមកគឺនិយមន័យបែបផ្លូវការចុងក្រោយហ្នឹងគឺជា epidemic សាស្ត្រគឺជាការសិក្សាពី distribution and determinant of health related state ឬក៏ event នៅក្នុង specific population ណាមួយហើយប្រើប្រាស់នៅការសិក្សានេះដើម្បី control health problem អញ្ចឹងក្នុងត្រង់ចំណុចនេះគ្រូបាននិយាយរៀបរាប់មកច្រើនហើយនៅក្នុងវីដេអូមុនមានន័យថាការសិក្សាអំពី epidemic សាស្ត្រគឺជាការសិក្សាអំពី distribution មានន័យថាក្នុងចំណោមមនុស្សណានៅក្នុង distribution យើងមានពាក្យ3គឺwhen where ហើយនឹង who ឬក៏លោកគ្រូប្រើពាក្យមួយទៀតគឺ PTT person time place មានន័យថាគឺយើងសិក្សាទៅលើពីណាសិក្សានៅកន្លែងណាហើយពេលវេលាណាដែរហើយនឹងការកំណត់នៃបញ្ហាសុខភាពឬក៏ event នៅក្នុង population ណាមួយអញ្ចឹងវាស្រដៀងគ្នាទៅនឹងទាំងអស់គ្នាដែលអានព័ត៌មានឬក៏
គេផ្សាយអំពីព័ត៌មានតើតើនៃ distribution ហ្នឹងឧទាហរណ៍ថាមានគ្រោះថ្នាក់ចរាចរណ៍មួយគេសួរថា who ណានៅណា where នៅកន្លែងណាហើយកើតឡើងនៅពេលណាអញ្ចឹងគឺលក្ខណៈរបស់ distribution របស់ epidemic សាស្ត្រហ្នឹងគឺដូចគ្នាអញ្ចឹងប៉ុន្តែ epidemic សាស្ត្រគឺសំដៅចំពោះក្រុមនៃមនុស្សណាក្រុមនៃមនុស្សតើកើតឡើងនៅក្រុមមនុស្សណាឧទាហរណ៍ថាគ្រុនឈាមភាគច្រើនកើតលើក្រុមមនុស្សណាអត់ស្វាយភាគច្រើនកើតលើក្រុមមនុស្សណាជាដើមអូខេខាងក្រោមនេះយើងបានរៀបរាប់នៅក្នុងវីដេអូមុនហើយទាំងអស់គ្នាអាចចូលទៅមើលក្នុងវីដេអូមុនដើម្បី review ពាក្យគន្លឹះទាំង5នៅក្នុង epidemic សាស្ត្របានអញ្ចឹងគ្រូនឹងបន្តទៀតscope ដែនវិសាលភាពណាដែនវិសាលភាពនៃ epidemic សាស្ត្រយើងមើលតើដែន epidemic សាស្ត្រហ្នឹងមានដែនសុពលភាពវាកម្រិតណាទី1គឺ epidemic សាស្ត្រគឺ cover មានន័យថាគ្របដណ្ដប់ទៅលើអីខ្លះដែលគេប្រើនៅក្នុងវាមានប្រយោជន៍ក្នុងការគ្របដណ្ដប់នៅលើជំងឺទាំងយើងមើលទី1 infectious disease មានន័យថាស្ទាក់ទៅនឹងជំងឺឆ្លងគឺវាយើងអាចគ្រប់គ្រងនៅជំងឺឆ្លងបានឧទាហរណ៍ COVID 19ដែលយើងធ្លាប់ទប់ស្កាត់កន្លងមកហ្នឹងគឺយើងប្រើការសិក្សាបែបលក្ខណៈ AP ណាគឺមានលក្ខណៈជា isolation ការដាក់មនុស្សឲ្យដាច់នៅដល់ like influenza cholera TB ណាអញ្ចឹងគឺទាំងអស់ហ្នឹងគឺយើងត្រូវវិធីសាស្ត្រគឺយើងផ្ដាច់ចង្វាក់នៃ chain of infection ដែលប្រើដែលជា epidemic សាស្ត្រហ្នឹងអ្នកធ្វើណាអ្នកធ្វើទោះបីជាជំងឺហ្នឹងយើងអត់ទាន់រកហេតុផលឃើញថាមកពីមូលហេតុអីពិតប្រាកដក៏ដោយក៏នៅ epidemic សាស្ត្រហ្នឹងអាចទប់ស្កាត់ជំងឺហ្នឹងបានករណី cholera គឺនៅក្នុងគឺលោក John Snow បន្តិចទៀតយើងនៅរៀនលំអិត John Snow គឺគាត់ទប់ស្កាត់ cholera ដោយសារតែគាត់ observe មើលយូរទៅគាត់ឃើញថាអ្នកដែលប្រើប្រាស់នៅដងទឹកនៅទីក្រុងនៅផ្នែកនៅដងទឹកមួយនោះគាត់សិក្សាពីប្រភពទៅគឺសុទ្ធតែមានជំងឺរាករូសទាំងអស់នៅពេលដែលគាត់បិទដងទឹកហ្នឹងទៅគាត់កាត់បន្ថយនៅ mortality rate អញ្ចឹងណាបន្ទាប់មកតើទៅនឹង chronic disease តើតើនឹងជំងឺរ៉ាំរ៉ៃដូចជំងឺបេះដូងជំងឺមហារីកហ្នឹងតិចទៀតយើងនឹងរៀនបន្ថែមនៅក្នុង chapter ថ្មីទៀតមានជា NCD ហើយនឹង ICD យើងនឹងរៀន detail environmental health តើតើទៅនឹងសុខភាពបរិស្ថានមាន pollution toxin exposure climate ក៏គេប្រើនៅក្នុង epidemic សាស្ត្រមួយទៀត injury violence តើតើនឹងការរបួសនៅតាមផ្លូវថ្នល់ហ្នឹងមានន័យថាមុននឹងយើងចេញច្បាប់មានដូចជាចាប់មួផ្លុំមកុលមានអីហ្នឹងចាប់វាស់កម្រិតនៅគ្រឿងស្រវឹងបាញ់តបឿនបាញ់អីហ្នឹងគឺសុទ្ធតែតេតើងទៅនឹង epidemic សាស្ត្រអ្នក epidemic សាស្ត្រដែលបង្រកហេតុផលដើម្បីទប់ស្កាត់ឲ្យនឹងបាន mental depression មកពីអី anxiety substance use មួយចំនួនហ្នឹងក៏នេះដែរការមួយចំណុចសំខាន់ទៀតគឺ maternal and child health មានន័យថាបញ្ហាសុខភាពរបស់មាតានិងទារកហ្នឹងគឺការយើងអាចកាត់បន្ថយនៅអត្រាមរណភាពក្នុងចំណោមពួកគាត់បាន nutrition និង development តើតើទៅនឹង maternal health and child health epidemiology យើងមើលប្រភេទនៃ epidemiology អញ្ចឹង scope របស់វាអ្នកទាំងអស់គ្នាឃើញហ្នឹងមិញហើយឥឡូវយើងមកវិលមកមើលទៅប្រភេទនៃ epidemic សាស្ត្រអញ្ចឹងប្រភេទនៃ epidemic សាស្ត្រគឺយើងចែកចេញជាពីរលក្ខណៈពិពណ៌នាហើយនិងលក្ខណៈវិភាគណាលក្ខណៈពិពណ៌នាដោយគ្រូបានលើកឡើងមុនហ្នឹងដែលយើងនិយាយមានជាពាក្យមួយគេហៅថា distribution មានន័យថា person time place person who where គឺជា place ហើយ when គឺជា time អញ្ចឹងគឺគេពិពណ៌នារបៀបហ្នឹងណា characterizes disease occurrence មានន័យថាជំងឺហ្នឹងវាកើតឡើងឧទាហរណ៍ថាមានជំងឺមួយកើតឡើងតើវាកើតឡើងនៅលើនរណានៅកើតឡើងនៅកន្លែងណាហើយកើតឡើងនៅពេលណាឧទាហរណ៍ដូចជាជំងឺ COVID-19 កើតឡើងនៅណាកើតឡើងនៅលើនរណាហើយកើតឡើងនៅពេលណាណាវិភាគណានៅពេលដែលមានរឿងបញ្ហានឹងកើតឡើងគឺយើងវិភាគទៅលើមនុស្សទីកន្លែងនិងពេលវេលា generate hypothesis យើងបង្កើតជាសមត្ថកម្ម hypothesis សមត្ថកម្មហ្នឹងគឺយើងចង់តេស្តវាថាតើវាមកពីរឿងហ្នឹងមែនអត់ពិតឬក៏មិនពិតអញ្ចឹងណាគឺយើងឧទាហរណ៍ថា COVID-19 វាបណ្ដាលមកពី virus
វាឆ្លងពី virus ឬក៏វាឆ្លងតាមរយៈអីអញ្ចឹងទៅហើយយើងចង់តេស្តសមត្ថកម្មហ្នឹងហើយដើម្បីតេស្តសមត្ថកម្មហ្នឹងថាពិតឬក៏មិនពិតតើវាជាហេតុផលឬក៏មិនហេតុផលគឺយើងប្រើវិធីសាស្ត្រមួយទៀតគឺ analytic epidemiology អញ្ចឹងគឺពីរប្រភេទហ្នឹងដែលបងប្អូនត្រូវយល់ generate hypothesis អញ្ចឹងនៅក្នុងលក្ខណៈ descriptive របស់ epidemiology គឺទាំងអស់គ្នានឹងរាប់បញ្ចូលទាំង case report របាយការណ៍អំពីការសេចក្តីរាយការណ៍អំពីករណីមួយ survey ហើយនិង surveillance survey មានន័យថាទាំងអស់គ្នាប្រមូលទិន្នន័យហ្នឹងមករួចហើយ surveillance មានន័យថាការតាមដានយើងមានប្រព័ន្ធ surveillance តាមដានជាប់អីចឹងទៅដូចជាក្នុងករណីរាល់ថ្ងៃហ្នឹងគឺយើងមានការតាមដានរបស់ក្រសួងនៅពេលដែលមានការផ្ទុះឡើងនៃ COVID-19 ដូចជាគេហៅថា zero report មានន័យថាទោះបីជាអត់មានករណីហ្នឹងក៏ថ្នាក់ក្រោមត្រូវរាយការណ៍ទៅក្រសួងដែរ analytic អញ្ចឹងនៅពេលដែលយើងមានចម្ងល់យើងចាប់ផ្ដើមដោះស្រាយថា why how អញ្ចឹងនៅក្នុងហ្នឹងគឺយើង test hypothesis about causation គឺយើងចាប់ផ្ដើម test សមត្ថកម្មយើងដើម្បីស្វែងរកមូលហេតុហើយមួយទៀតគឺយើងកំណត់នៅមូលហេតុរបស់ជំងឺតែជំងឺហ្នឹងមកពីរឿងហ្នឹងមែនអត់ establishes association គឺយើងបង្កើតនៅទំនាក់ទំនងតើវាមានទំនាក់ទំនងនឹងគ្នាអត់ include cohort case control ហើយនឹងrandomized control នេះគឺជាប្រភេទនៃការសិក្សាដែលអ្នកទាំងអស់គ្នានឹងរៀននៅពេលខាងមុខទៀតអញ្ចឹងនៅក្នុងចំណុចហ្នឹងគឺយើងចាប់ផ្ដើមធ្វើ test សមត្ថកម្មធ្វើ test សមត្ថកម្មគឺមានន័យថាយើងធ្វើ research ដើម្បីយល់អំពីហេតុផលឧទាហរណ៍ថាតើមូសខ្លាហ្នឹងមុននឹងគេសន្និដ្ឋានថាមូសជំងឺគ្រុនឈាមកើតមកពីមូសខ្លាដែរអត់គឺគេធ្វើ hypothesis ណាគេធ្វើពិសោធន៍មើលអញ្ចឹងយើងបន្តទៅមួយចំណុចទៀតទៅនឹង epidemiologic function ទូនីតិរបស់ epidemic សាស្ត្រតើទូនីតិ SNOL របស់ epidemic សាស្ត្រនឹងមានអីខ្លះអញ្ចឹងទី1ទូនីតិ SNOL ទី1តើតើនឹង public health surveillance មានន័យថា surveillance ទាំងអស់គ្នានឹងឃើញពាក្យ surveillance ឬក៏ភាសាបារាំងហៅថា surveillance មានទៅលើមានន័យថា ongoing មានន័យថាវាបន្តជាប់រហូត systematic collection មានន័យថាយើងប្រមូលព័ត៌មានហ្នឹងជាប្រព័ន្ធហើយវិភាគនៅទិន្នន័យនេះឧទាហរណ៍ថា COVID-19 យើងនឹងមើលថាថ្ងៃទី1នៅពេល COVID-19 នៅថ្ងៃទី1វាមានចំនួនស្លាប់ប្រមាណអ្នកចំនួនឈឺប្រមាណអ្នកចំនួនជាប្រមាណអ្នកអញ្ចឹងណាអញ្ចឹងគឺគេត្រូវមានប្រព័ន្ធហ្នឹងមានន័យថាប្រព័ន្ធតាមដានហ្នឹងជាប់រហូតណា ongoing ហ្នឹងគឺដែលគេហៅថា surveillance ដូចជាយើងប្រើពាក្យថា surveillance លើអ្នកជំងឺមានន័យថាយើងនៅជាប់ជាមួយនឹងអ្នកជំងឺហ្នឹងអ្នកជំងឺប្រែប្រួលមិនប៉ុន្តែអានេះគឺលក្ខណៈជាបញ្ហាសុខភាពរបស់សាធារណជន analytic study គូចូលទៅទី2 field investigation មានន័យថាយើងត្រូវ respond ណាឆ្លើយតបយ៉ាងលឿនទៅនឹងជំងឺដែលវាកើតឡើងហើយនឹងក្រុមនៃជំងឺឆ្លើយតបយ៉ាងលឿនហ្នឹងគឺយើងឧទាហរណ៍ថាមានករណីពុលអាហារនៅក្នុងតំបន់មួយអញ្ចឹងយើងត្រូវអាជ្ញាធរគាត់គឺឬក៏នេះហ្នឹងគឺគាត់ត្រូវមានចម្លើយតបថាតើមកពីរឿងអីពិតប្រាកដមកពីរឿងពុលស្រាឬក៏មកពីពុលចំណីហើយនឹងករណីឧទាហរណ៍ថាគាត់ញ៉ាំទៅគាត់ប្រកាសស្លាប់អីចឹងណាអញ្ចឹងឬក៏គាត់ប្រាក់ទៅជារាគរូសអីច្រើនមានករណីស្លាប់អីច្រើនហ្នឹងគឺយើងត្រូវមាន response ពាក្យថា response នៅទីនេះមានន័យថាពាក្យថា response នៅទីនេះមានន័យថាពួកយើងហ្នឹងគឺត្រូវផ្ដល់ជាសម្ភារៈដើម្បីជួយសង្គ្រោះឬក៏ដើម្បីទប់ទល់ឧទាហរណ៍ថាមានរឿងខ្លះគឺយើងអត់អាចព្យាបាលឬក៏អត់អាចបំបត្តិនៅរឿងហ្នឹងទាំងស្រុងបានទេប៉ុន្តែយើងមាន response ដូចជាថ្នាំពេទ្យដូចជាសម្ភារៈបរិក្ខារផ្សេងៗដើម្បីជួយសង្គ្រោះទោះនៅការផ្ទុះឡើងនៃជំងឺហ្នឹងហើយវា cluster មានន័យថាយើងចាប់ជាចង្កោមឧទាហរណ៍ថាយើងចង់ស្វែងរកអំពីការពុលអាហារអញ្ចឹងថាពុលមកពីអីអញ្ចឹងអ្នកណាខ្លះដែលចូលរួមពិធីការហ្នឹងទីទៀតយើងនឹងមាន case study ហើយពិធីការហ្នឹងហើយហេតុអីបានជាអ្នកខ្លះពុលអ្នកខ្លះមិនពុលអីចឹងទៅណាតើអ្នកហូបក្តាមប្រៃណាពុលអ្នកដែលចូលពិធីការរួមពិធីការហើយគាត់ហូបក្តាមប្រៃគឺពិតជាពុលមែនឬក៏យ៉ាងណាឬក៏អ្នកផ្សេងទៀតអត់ហូបក្តាមប្រៃក៏ពុលដែរអញ្ចឹងគឺគេចាប់ផ្ដើម cluster ចាប់ជាចង្កោមចឹងឯង
Analytic study មានន័យថាយើងគឺការសិក្សាបែបវិភាគការសិក្សាបែបវិភាគហ្នឹងគឺថាយើងមានន័យថា plan research យើងមាន research មួយការសិក្សាស្រាវជ្រាវមួយដែលយើងមានគម្រោងរួចជាស្រេចដើម្បីកត់សម្គាល់នៅមូលហេតុហើយនិងកត្តាហានិភ័យអញ្ចឹងមានន័យថាយើង design ជាប្រភេទនៃការសិក្សាទី4គឺយើងចាប់ផ្ដើមវិតម្លៃប្រសិទ្ធភាពនៃកម្មវិធីសុខភាពសាធារណៈឧទាហរណ៍តើតើនឹងសុខភាពអ្នកចាក់វ៉ាក់សាំងអ្នកចាក់វ៉ាក់សាំងមហារីកមាត់ស្បូនចំពោះចំពោះ teenage ចំពោះយុវតីអញ្ចឹងទៅតើប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងហ្នឹងការអាចកាត់បន្ថយនៅ HPV ដែរអត់អញ្ចឹងទី5គឺជា linkage មានន័យថាតំណភ្ជាប់គឺយើងភ្ជាប់ research ហ្នឹងទៅនឹង practitioner ហើយនឹង community អញ្ចឹងនៅពេលដែល